បានជាកប៉ាល់រាប់រយគ្រឿងនៅលើសមុទ្រមិនទាន់ហ៊ានបើកចាក់ចេញពីច្រកសមុទ្រហោមកបើទោះបីជាលោកប្រធានាធិបតីដូណាល់ត្រាំប្រកាសពីកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ក៏ដោយនៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានបង្ហើបឲ្យដឹងពីកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យទី14មិថុនានិងប្រកាសអំពីការបើកច្រកសមុទ្រហោមកលោកបានបន្សល់ទុកនៅសារចុងក្រោយនៅលើបណ្ដាញសង្គម True Social របស់លោកថាកប៉ាល់មកពីជុំវិញពិភពលោកពួកអ្នកអាចបញ្ឆេះម៉ាស៊ីនបានហើយបណ្ដោយឲ្យប្រេងហូរចេញមកចុះទោះជាយ៉ាងណាក៏ដោយ BBC Verify បានវិភាគទិន្នន័យពីប្រព័ន្ធតាមដានការធ្វើដំណើរតាមនាវារបស់ Marine Traffic ហើយរកឃើញថាមានកប៉ាល់តែ7គ្រឿងប៉ុណ្ណោះដែលបានបើកបរឆ្លងកាត់ផ្លូវទឹកដ៏សំខាន់នេះចាប់តាំងពីមានការប្រកាសកិច្ចព្រមព្រៀងហើយនៅតែមានកប៉ាល់រហូតដល់ទៅ580គ្រឿងផ្សេងទៀតដែលមើលទៅហាក់ដូចជាកំពុងរងចាំមើលស្ថានភាពនៅក្នុងឈូងសមុទ្រអារ៉ាប់មួយនេះអាញាធរអ៊ីរ៉ង់បានបិទច្រកសមុទ្រហោមករហូតមិនអាចធ្វើដំណើរឆ្លងកាត់បានបន្ទាប់ពីត្រូវសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលវាយប្រហារកាលពីថ្ងៃទី28កុម្ភៈឆ្នាំ2026កន្លងទៅច្រកផ្លូវទឹកនេះគឺជាផ្លូវដឹកជញ្ជូនប្រេងនិងហ្គាសដ៏សំខាន់ដែលមានទំហំរហូតដល់ទៅ1/5នៃពិភពលោកអ្នកជំនាញមើលឃើញថាឧបសគ្គសំខាន់ដែលធ្វើឲ្យការធ្វើដំណើរក្នុងច្រកសមុទ្រមិនទាន់អាចត្រឡប់ទៅរកភាពប្រក្រតីដោយកាលពីមុនពេលសង្គ្រាមចាប់ផ្ដើមរួមមានវិធានការសុវត្ថិភាពគ្រាប់មីនក្នុងទឹកនិងកម្រៃសេវាឆ្លងកាត់ព័ត៌មានតាមដានការដើរនាវាពី Marine Traffic កាលពីថ្ងៃអង្គារទី13មិថុនាបានបង្ហាញថាមានកប៉ាល់ដឹកប្រេងជាង250គ្រឿងនិងកប៉ាល់ដឹកទំនិញជាង330គ្រឿងកំពុងស្ថិតនៅក្នុងឈូងសមុទ្រនេះទិន្នន័យបានបង្ហាញទៀតថាកប៉ាល់ដឹកប្រេងប្រមាណ 75% កំពុងឈប់ចតស្ងៀមនៅមួយកន្លែងដោយរូបភាពពីកាយរណបបានបង្ហាញថាកប៉ាល់ជាច្រើនគ្រឿងបានចតស្ងៀមនៅជិតស្ថានីយនាំចេញប្រេងចម្បងក្នុងប្រទេសអារ៉ាប៊ីសាអូឌីតអ៊ីរ៉ាក់និងអារ៉ាប់រួម UAE ទោះជាយ៉ាងណាក៏ដោយចំនួនកប៉ាល់នៅក្នុងតំបន់ជាក់ស្ដែងអាចមានច្រើនជាងទិន្នន័យនៅក្នុងប្រព័ន្ធតាមដានពីព្រោះកប៉ាល់ជាច្រើនមិនបានបង្ហាញទីតាំងរបស់ខ្លួនឡើយដែលធ្វើឲ្យពួកគេមិនលេចឡើងនៅក្នុងមូលដ្ឋានទិន្នន័យរបស់ Marine Traffic លោក Navinda អ្នកវិភាគជាន់ខ្ពស់ផ្នែកប្រេងមកពីក្រុមហ៊ុនវិភាគទិន្នន័យពាណិជ្ជកម្ម Kepler បានបញ្ជាក់ថារឿងដំបូងដែលយើងអាចនឹងបានមើលឃើញនៅពេលដែលមានការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រកាន់តែច្រើនគឺការជម្លៀសចេញពីច្រកសមុទ្ររបស់បណ្ដាកប៉ាល់សមុទ្រដែលជាប់គាំងនៅក្នុងឈូងសមុទ្រមួយសន្តិសុខនិងសុវត្ថិភាពកាពីតែនត្រូវតែមានភាពក្លាហានដាច់គេប្រសិនបើចង់ឆ្លងកាត់ច្រកសមុទ្រហោមកនៅពេលនេះលោក Martin Kelly មកពីក្រុមហ៊ុនគ្រប់គ្រងវិបត្តិ EOS Risk Group បានប្រាប់ទៅកាន់ BBC Verify បែបនេះចាប់តាំងពីអ៊ីរ៉ង់ចាប់ផ្ដើមបិទគប់ច្រកសមុទ្រហោមករហូតដល់មិនអាចប្រើប្រាស់បានកាលពីចុងខែកុម្ភៈអ៊ីរ៉ង់បានបាញ់ប្រហារលើកប៉ាល់ជាច្រើនគ្រឿងតែព្យាយាមឆ្លងកាត់ច្រកសមុទ្រនេះដោយគ្មានការអនុញ្ញាតខណៈពេលដែលសហរដ្ឋអាមេរិកបានចាប់ផ្ដើមវិធានការបិទគប់កំពង់ផែនានារបស់អ៊ីរ៉ង់កាលពីថ្ងៃទី13មេសានិងបានចូលគ្រប់គ្រងព្រមទាំងបញ្ឈប់ការធ្វើដំណើររបស់កប៉ាល់ដែលមិនស្ដាប់បញ្ជាចំនួន9គ្រឿងចាប់តាំងពីពេលនោះមកហើយថែមទាំងបានបាញ់មីស៊ីល Hellfire ទៅលើបន្ទប់ម៉ាស៊ីនរបស់កប៉ាល់ខ្លះទៀតផងនេះបើយោងតាមការបង្ហើបឲ្យដឹងពីបញ្ជាការដ្ឋានកណ្ដាលសហរដ្ឋអាមេរិកUS Central Command ឬ CENTCOM ទោះបីជាលោកត្រាំបានចេញមកប្រកាសកាលពីថ្ងៃអាទិត្យទី14មិថុនាអំពីការដកការបិទគប់តាមផ្លូវទឹករបស់សហរដ្ឋអាមេរិកជាបន្ទាន់ក៏ដោយប៉ុន្តែប្រធានាធិបតីរូបនេះបានថ្លែងនៅពេលក្រោយមកទៀតថាវិធានការនេះនឹងនៅតែបន្តដដែលរហូតទាល់តែកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ត្រូវបានចុះហត្ថលេខាជាផ្លូវការរូបភាពកាយរណបកាលពីថ្ងៃទី15មិថុនាបានបង្ហាញឲ្យឃើញកប៉ាល់ចម្បាំងអាមេរិកចំនួន4គ្រឿងស្ថិតនៅក្នុងកូអ័រឌីណេចំណុចក្បែរខ្សែទឹកបិទគប់របស់សហរដ្ឋអាមេរិកនៅត្រង់ច្រកចូលឈូងសមុទ្រ Hormuz អ្នកជំនាញមួយផ្នែកបាននិយាយថាក្រោយការប្រកាសកិច្ចព្រមព្រៀងប្រធានកប៉ាល់ម្ចាស់កប៉ាល់និងអ្នកធានារ៉ាប់រងកំពុងរៀបចំខ្លួននិងកែសម្រួលទីតាំងកប៉ាល់របស់ពួកគេនៅក្នុងឈូងសមុទ្រអារ៉ាប់ដើម្បីត្រៀមធ្វើដំណើរចាក់ចេញទៅកាន់សមុទ្រអារ៉ាប់ប៉ុន្តែមានកប៉ាល់តិចតួចណាស់ដែលត្រៀមខ្លួនចេញដំណើរជាលំដាប់លំដោយដំបូងលោកដាស់បាននិយាយថាអ្វីដែលយើងកំពុងឃើញនៅពេលនេះគឺជារឿងចិត្តសាស្ត្រនៃការរងចាំមើលស្ថានភាពទៅមុនមាននរណាម្នាក់ចង់ខ្លាចជាមនុស្សដំបូងដែលត្រូវទទួលយកហានិភ័យនោះឡើយលោកបានបន្តថាម្ចាស់កប៉ាល់និងប្រធានកប៉ាល់មួយចំនួនដែលអាចទទួលយកហានិភ័យបានច្រើនជាងដូចជាក្រុមហ៊ុនកប៉ាល់សញ្ជាតិក្រិចមួយចំនួនយើងអាចនឹងឃើញពួកគេបើកចូលចេញបានសម្រេចហើយវានឹងអាចជួយបង្កើតទំនុកចិត្តដល់កប៉ាល់ផ្សេងដទៃទៀតចំណែកឯលោកស្រី Michelle Wiese Bachmann អ្នកវិភាគជាន់ខ្ពស់ពី Windward Maritime Intelligence មើលឃើញថាប្រធានកប៉ាល់ជាច្រើនគ្រឿងនៅតែចងចាំព្រឹត្តិការណ៍កាលពីដើមខែមេសាដែលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានប្រកាសបើកច្រកសមុទ្រហោមទាំងស្រុងលោកស្រី Bachmann បាននិយាយថាត្រឹមតែមួយថ្ងៃបន្ទាប់ពីនោះអាញាធរអ៊ីរ៉ង់បែរជាប្រាប់ថាច្រកសមុទ្រត្រូវបិទទៅវិញ
ហើយកប៉ាល់ជាង33គ្រឿងត្រូវបានបង្ខំឲ្យត្រឡប់ទៅផ្លូវដើមវិញខណៈដែលមានរបាយការណ៍ថាមានកប៉ាល់ជាច្រើនគ្រឿងរងការបាញ់ប្រហារទីហានិភ័យពីគ្រាប់មីនក្នុងទឹកអ៊ីរ៉ង់ធ្លាប់បានព្រមានតាំងពីអំឡុងពេលចាប់ផ្ដើមសង្គ្រាមថាប្រសិនបើឆ្នេរសមុទ្រនិងកោះនានារបស់អ៊ីរ៉ង់រងការវាយប្រហារពួកគេនឹងដាក់ពង្រាយគ្រាប់មីនផ្លូវទឹកជាច្រើនប្រភេទរួមទាំងមីនបណ្ដែតទឹកដែលអាចលែងចេញពីឆ្នេរបាននៅក្នុងឈូងសមុទ្រអារ៉ាប់នេះបើយោងតាមរបាយការណ៍របស់កាសែត Fars ដែលជាទីភ្នាក់ងារសារព័ត៌មានពាក់កណ្ដាលរដ្ឋរបស់អ៊ីរ៉ង់មជ្ឈមណ្ឌលព័ត៌មានរួម Maritime ដែលជាអង្គភាពចម្រុះជាតិសាសន៍និងមជ្ឈមណ្ឌលរក្សាសុវត្ថិភាពផ្លូវទឹករបស់អូម៉ង់បានចេញការព្រមានអំពីវត្ថុបណ្ដែតទឹកដែលត្រូវសង្ស័យថាជាគ្រាប់មីនតាំងពីពេលនោះមកហើយលោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានប្រាប់គណៈកម្មការក្នុងព្រឹទ្ធសភាថាអ៊ីរ៉ង់បានដាក់ពង្រាយគ្រាប់មីននៅក្នុងតំបន់ភាគច្រើននៃច្រកសមុទ្រ Hormuz លោក Arsenio Dominguez អគ្គលេខាធិការអង្គការដែនសមុទ្រអន្តរជាតិ IMO បានប្រាប់ BBC ថាការដកហូតគ្រាប់មីនទាំងនោះចេញគឺជាជំហានដំបូងដ៏សំខាន់ក្នុងការស្ដារការធ្វើដំណើរឲ្យត្រឡប់ទៅរកស្ថានភាពមុនសង្គ្រាមឡើងវិញអ្នកជំនាញមួយផ្នែកបានវាតម្លៃថាដំណើរការប្រមូលនិងកំទេចគ្រាប់មីននៅក្នុងច្រកសមុទ្រ Hormuz នឹងត្រូវចំណាយពេលយឺតយ៉ាវដែលអាចប្រើពេលចាប់តាំងពី30ថ្ងៃរហូតដល់ទៅ6ខែឯណោះអ្នកជំនាញបានបញ្ជាក់ថាផ្លូវទឹកខាងត្បូងដែលស្ថិតនៅជិតប្រទេសអូម៉ង់មើលទៅហាក់ដូចជាតំបន់ដែលមានសុវត្ថិភាពគ្មានគ្រាប់មីនភាគច្រើនហើយកិច្ចខិតខំប្រឹងប្រែងក្នុងការប្រមូលគ្រាប់មីននឹងត្រូវផ្ដោតទៅលើផ្លូវចម្បងដែលឆ្លងកាត់ច្រកសមុទ្រនេះអ្នកជំនាញនៅបាននិយាយទៀតថាបន្ទាប់មកកប៉ាល់បោកសម្អាតមីនត្រូវតែបើកផ្លូវឲ្យបានទូលាយគ្រប់គ្រាន់ដើម្បីអាចបើកការធ្វើដំណើរតាមកប៉ាល់ឲ្យអាចចូលនឹងចេញពីច្រកសមុទ្របាននៅក្នុងពេលតែមួយចំណែកចក្រភពអង់គ្លេសនិងបារាំងបានបញ្ជូនកប៉ាល់យោធាចូលទៅក្នុងតំបន់នេះហើយក្នុងចំណោមការរំពឹងទុកថានឹងមានប្រតិបត្តិការប្រមូលគ្រាប់មីននៅក្នុងច្រកសមុទ្រ Hormuz លោក Sir Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេសបានបដិញ្ញាកាលពីថ្ងៃអង្គារទី11មិថុនាថាចក្រភពអង់គ្លេសនឹងចូលទៅមានតួនាទីយ៉ាងពេញលេញក្នុងការធ្វើឲ្យច្រកសមុទ្រ Hormuz ត្រឡប់មកបើកវិញឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបានផ្អែកលើព័ត៌មានតាមដានការដើរនាវាបានរកឃើញថាកប៉ាល់គាំទ្ររបស់កងទ័ពជើងទឹកអង់គ្លេសដែលមានឈ្មោះថា RFA Limebe ដែលបានបំពាក់ឧបករណ៍ស្វែងរកគ្រាប់មីនមានកូអូដឺណេស្ថិតនៅតំបន់ក្រៅមូលដ្ឋានទ័ពអាកាស RAF Aerotiri ក្នុងប្រទេសសៃប្រឹសកាលពីថ្ងៃទី16មិថុនា3កម្រៃឆ្លងកាត់ឬកម្រៃសេវាក្នុងនាមជាផ្លូវទឹកធម្មជាតិដែលឆ្លងកាត់ដែនទឹកអធិបតេយ្យភាពរបស់ប្រទេសអ៊ីរ៉ង់និងអូម៉ង់កាលពីអតីតកាលកប៉ាល់ផ្សេងៗអាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz បានដោយមិនចាំបាច់បង់ប្រាក់ឡើយទោះបីជាទាំងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់មិនមែនជាសមាជិកនៃអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS ដែលកំណត់ឲ្យបណ្ដាប្រទេសនានាត្រូវបើកឲ្យមានការធ្វើដំណើរឆ្លងកាត់ដែនទឹករបស់ប្រទេសខ្លួនដោយសុវត្ថិភាពក៏ដោយប៉ុន្តែអ្នកជំនាញយល់ឃើញថាជំហររបស់សហរដ្ឋអាមេរិកក្នុងការប្រកាន់ខ្ជាប់ឲ្យកប៉ាល់ឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសេរីនិងគ្មានតម្លៃសេវាគឺមានប្រភពមកពីទំនៀមទម្លាប់នៃច្បាប់អន្តរជាតិនៅក្នុងអំឡុងពេលសង្គ្រាមអ៊ីរ៉ង់បានព្យាយាមប្រកាន់ខ្ជាប់នៅអំណាចអធិបតេយ្យភាពលើច្រកសមុទ្រដោយមានការបង្កើតការិយាល័យគ្រប់គ្រងច្រកសមុទ្រនៃឈូងសមុទ្រពេកដែលអាជ្ញាធរបានបញ្ជាក់ថាបង្កើតឡើងដើម្បីគ្រប់គ្រងការអនុញ្ញាតឲ្យឆ្លងកាត់ដោយសុវត្ថិភាពចំណែកសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសសម្ព័ន្ធមិត្តនៅក្នុងឈូងសមុទ្រអារ៉ាប់បានបដិសេធជាច្រើនលើកច្រើនសារចំពោះការព្យាយាមទាមទារសិទ្ធិគ្រប់គ្រងច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់នៅពេលដែលលោក Donald Trump បានប្រកាសពីកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យទី14មិថុនាមេដឹកនាំអាមេរិករូបនេះបាននិយាយថាច្រកសមុទ្រនឹងត្រូវបើកដោយគ្មានតម្លៃសេវាឆ្លងកាត់ប៉ុន្តែទីភ្នាក់ងារសារព័ត៌មាន Fars របស់អ៊ីរ៉ង់បានរាយការណ៍ថាក្រោមហត្ថលេខានៃកិច្ចព្រមព្រៀងថ្មីជាមួយសហរដ្ឋអាមេរិកនៅទីបំផុតច្រកសមុទ្រនឹងត្រូវគ្រប់គ្រងរួមគ្នាដោយអ៊ីរ៉ង់និងអូម៉ង់ដែលអាចនឹងមានកម្រៃសេវាកម្មសម្រាប់កប៉ាល់ដែលនឹងឆ្លងកាត់ផ្លូវទឹកមួយនេះតែបច្ចុប្បន្នវានៅមិនទាន់ច្បាស់លាស់នៅឡើយទេថាតើសេវាកម្មណាខ្លះដែលនឹងត្រូវបង់ប្រាក់នោះលោកដាស់មើលឃើញថាប្រព័ន្ធទូទាត់ប្រាក់បែបថ្មីសម្រាប់ការឆ្លងកាត់ច្រកសមុទ្រនឹងបង្កើតឧបសគ្គមួយកម្រិតទៀតដែលអាចជាការបង្កើនការកម្រិតផ្នែក logistics ឬធ្វើឲ្យកើតមានស្ថានភាពកកស្ទះពីចំនួនកប៉ាល់ដែលអាចឆ្លងកាត់ច្រកសមុទ្របាននៅក្នុងថ្ងៃនីមួយៗលោកដាស់បានចោទសួរថាតើនរណានឹងជាអ្នកអនុវត្តប្រព័ន្ធនេះតើវានឹងត្រូវអនុវត្តយ៉ាងដូចម្តេចតើកម្រៃសេវានឹងត្រូវប្រមូលយ៉ាងដូចម្តេចហើយប្រទេសដទៃទៀតនៅក្នុងឈូងសមុទ្រមើលឃើញរឿងនេះយ៉ាងណាលោក Dimitri Ambassador ពីក្រុមហ៊ុន Kepler បានបញ្ជាក់ក្នុងរបាយការណ៍ថាចំណុចសំខាន់គឺច្រកសមុទ្រអាចនឹងត្រឡប់មកបើកឲ្យឆ្លងកាត់បានយ៉ាងលឿនក្នុងទស្សនវិជ្ជានយោបាយឬខាងសន្តិសុខប៉ុន្តែចំពោះប្រព័ន្ធនៃការដើរនាវាពាណិជ្ជកម្មគឺមាននិន្នាការថានឹងសន្សំត្រឡប់មកជាប្រក្រតីវិញដោយយឺតយ៉ាវបំផុតចា៎ដូច្នេះហើយយើងសង្ឃឹមថាបន្ទាប់ពីការចុះហត្ថលេខារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ប្រជាជាតិទាំងពីរក៏ដូចជាប្រជាជាតិនៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូលនឹងទទួលបាននូវសុខសន្តិភាពឡើងវិញពីនាងខ្ញុំនីកាសូមអរគុណ